Hello សួស្តីបងប្អូនអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះចង់ចែកម្លែកវីដេអូទាក់ទិននឹងឡាន Hybrid ទៅដល់បងប្អូនបច្ចុប្បន្នយើងបានមើលឃើញថាពពួកឡាន Hybrid បានហូរចូលមកស្រុកខ្មែរយើងច្រើនយើងស្គាល់តែឡានមកទឹកមកពីអាមេរិក Toyota Prius Lexus RX 450ឬក៏ ES 450ឬក៏ NX 300H អីអញ្ចឹងទៅថ្មីនេះយើងបានឃើញក្រុមហ៊ុន Toyota Cambodia ក្រុមហ៊ុនឡានចិនជាច្រើនក៏នាំចូលមកបច្ចេកវិទ្យាឡានគេបំពាក់ជាមួយនឹងបច្ចេកវិទ្យា Hybrid អញ្ចឹងក្នុងវីដេអូនេះខ្ញុំចង់វែកញែកផ្ដល់ជាព័ត៌មានខ្លះទៅដល់បងប្អូនថាតើបច្ចេកវិទ្យា Hybrid ដែលគេបំពាក់ទៅលើ Toyota ហើយនិងបច្ចេកវិទ្យា Hybrid ដែលគេបំពាក់ទៅលើពពួកឡាន version ចិនវាខុសគ្នាហ្មង version ចិនគឺយើងដឹងហើយគេឲ្យឈ្មោះថា DMI ឬក៏ DMO DMI មានន័យថា Dual Mode Intelligent DMO មានន័យថា Dual Mode Off Road មានន័យថាបច្ចេកវិទ្យាអាគុយម៉ូទ័រទាញតែគេផ្ដោតទៅលើការ off road ដែលគេបំពាក់ទៅលើពួក pick up ភាគច្រើនរបស់ឡាន version ចិនអាហ្នឹងណាអានេះបើយើងនិយាយអំពីអគ្គិសនីពួក hybrid បាទពួក hybrid version ចិននេះគេចង់ផ្ដោតទៅលើពួក plug in ហើយមានន័យថាពួកដែលអាចសាកអាគុយបានហើយបើយើងចូលទៅដល់អត្ថន័យសាកអាគុយយើងត្រូវចាប់ concept គេច្បាស់គេតែនិយាយថាចាក់សាំងមកពេញសាកមកពេញជិះបាន 1000 គីឡូ 1200 គីឡូ 1300 គីឡូកន្លែងហ្នឹងគឺគេចង់ផ្ដល់ជាព័ត៌មានមកដល់យើងថាអាគុយវានៅពេលបញ្ចូលមកពេញស្តង់ដារបស់ឡាន DMI ហ្នឹងអាចរត់បាន50គីឡូទៅ150គីឡូទៅតាមកម្លាំងទំហំសាយរបស់អាគុយស្តង់ដាដែលក្រុមហ៊ុនគេ install វាអញ្ចឹងស្ដាប់ឲ្យតន់កន្លែងហ្នឹងបងប្អូនអញ្ចឹងមានន័យថានៅពេលវាធ្វើការអាគុយហើយនឹងសាំងហ្នឹងវាធ្វើការរួមបញ្ចូលគ្នាឧទាហរណ៍ថាឡាន version 1ហ្នឹងរត់បាន1100គីឡូអញ្ចឹងរត់បាន1100គីឡូសួរថាវាឈប់ដំណើរការឡាននឹងឈប់លេងទៅមុខឬក៏យ៉ាងម៉េចអញ្ចឹងមានន័យថានៅពេលរត់បាន1100គីឡូសាំងនឹងមកអស់អាគុយនឹងមកអស់អាគុយនឹងអស់ទៅវាលែងសហការគ្នាហើយកាលណាលែងសហការគ្នាអញ្ចឹងម៉ាស៊ីនហ្នឹងមិនមែនជាម៉ាស៊ីនដូចពពួកឡាន hybrid ដែលយើងធ្លាប់ស្គាល់ពីមុនមកទេម៉ាស៊ីនហ្នឹងវានឹងដើរតួជាម៉ាស៊ីនភ្លើងជា generator សម្រាប់បច្ចេកសាកទៅអាគុយបាទនៅពេលអាគុយហ្នឹងនៅសល់កម្លាំងតែ 20% នៅពេលហ្នឹងវានឹងផ្ដាច់ប្រព័ន្ធសហការគ្នាពីម៉ាស៊ីនទៅអាគុយពីអាគុយទៅម៉ាស៊ីនហើយសម្រាប់ version DMI ម៉ាស៊ីនហ្នឹងគឺដើរតួជាម៉ាស៊ីនភ្លើងហ្មងសម្រាប់បច្ចេកសាកទៅអាគុយហ្នឹងមានតួនាទីសម្រាប់ជំរុញម៉ូទ័ររបស់ឡានហ្នឹងរុញខ្លាំងខ្សោយទៅតាមការជាន់របស់យើងអានេះខ្ញុំប្រាប់នៅពេលដែលកម្លាំងអាគុយហ្នឹងអស់លវាលែងសហការគ្នាហើយអញ្ចឹងកន្លែងហ្នឹងបងប្អូនចាប់ concept បានន័យថា cell charging មានន័យថាឡាន DMI មិនមែនជាឡានប្រភេទដែលសាកអាគុយអូតូម៉ាទិកដោយខ្លួនឯងទេអាគុយនឹងចង់មានកម្លាំងលុះត្រាតែយើងនឹងសាកវានៅផ្ទះបាទសាកវានៅផ្ទះហើយ DMI មកចំនួនណា plug in មកចំនួនមកពីចិនហ្នឹងមាន fast charge មកចំនួនទៀតអត់បានបំពាក់បច្ចេកវិទ្យា fast charge ទេអញ្ចឹងនៅពេលដែលយើងទិញយើងគិតយើងរំបីសម្លឹងឲ្យច្បាស់សម្រាប់ពួក plug in ហ្នឹងថាតើ plug in version DMI ហ្នឹងវាមានប្រយោជន៍យ៉ាងម៉េចមិនមានប្រយោជន៍យ៉ាងម៉េចឥឡូវយើងចូលទៅដល់ plug in version របស់ Toyota វិញម្ដង version របស់ Toyota កន្លែងនេះគេឲ្យឈ្មោះថា Hybrid Synergy Drive ជាប្រភេទឡានមួយប្រើបច្ចេកវិទ្យា Hybrid ដែល Hybrid plug in ហ្នឹងវាដូចជា Hybrid ទូទៅដែរអាគុយហ្នឹងសាកក៏បានមិនសាកក៏បានតែបើយើងសាកអាគុយមកពេញអាចជិះបាន30គីឡូទៅ50គីឡូបើសិនជាយើងប្រើអាគុយសុទ្ធជិះបានប៉ុណ្ណឹងតែបើយើងសាកមកពេញហើយយើងមិនបាច់ចុចប្រើ EV សុទ្ធប្រើម៉ាស៊ីនលាយជាមួយសាំងហ្នឹងក៏បានផងដែរអាគុយលាយជាមួយសាំងហ្នឹងក៏បានផងដែររត់មកសេរីរត់ឆ្ងាយចិត្តបាននេះអញ្ចឹងយើងវែងឲ្យដាច់ថា DMI ហើយនឹងបច្ចេកវិទ្យា Hybrid របស់ Toyota ហ្នឹងខុសគ្នាមិនបាទបច្ចេកវិទ្យារបស់ Toyota មានន័យថាសាកខ្លួនឯងបានម៉ាស៊ីននឹងអាគុយសហការគ្នារហូតពេលណាក៏បានហើយវាសាកទៅវិញទៅមកបានតែសម្រាប់ DMI អត់អញ្ចឹងទេអត់សាកទៅវិញទៅមកបានទេគឺមានន័យថាវាសហការគ្នានៅពេលអាគុយនឹងមានកម្លាំងតែនៅពេលអាគុយនឹងអស់កម្លាំងម៉ាស៊ីននឹងគឺត្រូវតែបច្ចេករហូតដើរតួជាម៉ាស៊ីនភ្លើងសម្រាប់ជួយសាកទៅបាទលក្ខខណ្ឌកន្លែងហ្នឹងបងប្អូនចាប់ឲ្យបានអញ្ចឹងសួរថារត់ឆ្ងាយចិត្តបានទេបានដូចតែគ្នាតែយើងត្រូវដឹងថានៅពេលអាគុយនឹងអស់កម្លាំងនៅពេលដែលអាគុយនឹងអស់កម្លាំងម៉ាស៊ីននឹងធ្វើការជាម៉ាស៊ីនភ្លើងខ្ញុំគិតថាកាលណាវាដើរតួជាម៉ាស៊ីនភ្លើងវាប្រឹងសាកកម្លាំងចូលទៅអាគុយនៅពេលអាគុយសល់ 20% ខ្ញុំគិតថាអាចស៊ីសាំងក៏វាធម្មតាផងដែរព្រោះស្តង់ដាពួក hybrid ពួក plug in វាអាចស៊ីសាំង 3-4 លីត្រ 3-4 លីត្រអញ្ចឹងទៅតែនៅពេលដែលអាគុយអស់កម្លាំងហើយម៉ាស៊ីនធ្វើការសតហើយខ្ញុំគិតថាស៊ីសាំងក៏វាធម្មតាអាហ្នឹងសម្រាប់ DMI អូខេបងប្អូនដែលមានបទពិសោធន៍ផ្សេងៗអាចចែកម្លែកបានហើយនៅក្នុងនេះមួយទៀតសម្រាប់ version របស់
Toyota ដូចខ្ញុំបានលើកមកអញ្ចឹងសួរថាយើងគួរប្រើ concept មួយណាឡានទាំងពីរហ្នឹងខ្ញុំគិតថាសម្រាប់អ្នកដែលត្រូវការរត់ឆ្ងាយជិះជើងវែងភាគច្រើនអញ្ចឹងយើងប្រើ hybrid របស់ Toyota ទៅតែបើសម្រាប់បងប្អូនអ្នកជិះអ្នកប្រើដែរតែគាត់អាចនៅផ្ទះភាគច្រើនសាកជាប្រចាំធ្វើការចិត្តយូររត់ឆ្ងាយម្ដងទេអត់ចាំបាច់ប្រមាណទេអាហ្នឹងប្រើ hybrid របស់ DMI ទៅបាទប្រើ hybrid របស់ DMI ទៅព្រោះ hybrid របស់ DMI បើ concept លក់នៅស្រុកខ្មែរប្រភេទឡានថ្មីអីចេញមកពី BYD ចេញមកពី Jack ចេញមកពី Ion ផ្សេងចេញមកពី GTV Cambodia អីចឹងទៅណោះតែបើសម្រាប់ hybrid នៅស្រុកខ្មែរភាគច្រើនយើងយល់តែ hybrid នៅស្រុកខ្មែររបស់ Toyota របស់ Lexus វាច្រើនតែមកទឹកមកពីអាមេរិកណាវាច្រើនតែឡានមកទឹកអត់សូវឡានថ្មីទេបើឡានថ្មីក៏មានដែរនៅ Toyota មាន Yaris មានពពួក Cola Cow Hybrid អីផ្សេងតែគាត់ណាតម្លៃវា standard ជាង version មកពីចិនពេកអញ្ចឹងបងប្អូនយើងប្រើ version មកពីចិនហ្នឹងក៏យើងត្រូវគិតថាតើ Hybrid DMI ហើយនិង Hybrid របស់ Toyota នោះវាខុសគ្នាមិនខ្ញុំផ្ដល់ជា concept ជាព័ត៌មានជូនបងប្អូនប៉ុណ្ណឹងណាបាទអរគុណច្រើនសម្រាប់ការទេសនាបើការបកស្រាយទៅមិនសមគួរលើសលោកខ្វះខាតពាក្យពេចន៍ខុសពាក្យបច្ចេកទេសកន្លែងណាមួយសូមអព្យាស្រ័យរិះគន់ដើម្បីស្ថាបនាហើយត្រូវការឆែកប្រវត្តិឡានតំណត្រង់ឆែកមួយ page IT Auto ឆែកអ្នកជិះឡានតត្រូវការលក់តម្លាក់ព័ត៌មានខ្ញុំផ្ទាល់បានហើយលើសពីនឹងទៀតមានសំណួរសួរទូទៅបានណាសួរទៅបងប្អូនសួរជាមួយនឹង page អ្នកលក់ IT ហ្នឹងហើយខ្ញុំជូនជាព័ត៌មានជា concept ទស្សនៈទូទៅជូនបងប្អូនប៉ុណ្ណឹងតែអតិនទៅនឹង hybrid របស់ Toyota ហើយនឹង hybrid របស់ DMI វាខុសគ្នាយ៉ាងម៉េចអរគុណសម្រាប់ការចំណាយពេលវេលាទស្សនាជំរាបលា